សួស្តីចៅតោះស្ដាប់រឿងនិទានជាមួយតាហើយចុចជាវ Channel តាផងណាសួស្តីបងប្អូនទាំងអស់គ្នារឿងរ៉ាវរបស់ខ្ញុំគឺជាហេតុការណ៍ដ៏ចម្លែកបំផុតដែលខ្ញុំបានជួបប្រទះកាលដែលខ្ញុំផ្លាស់ទៅរស់នៅបន្ទប់ជួលមួយហើយបានឃើញអ្វីម្យ៉ាងដែលលេចចេញមកតែជើងវាទាំងចម្លែកទាំងគួរឲ្យខ្លាចហើយធ្វើឲ្យខ្ញុំព្រឺរោមខ្លាំងណាស់ជាមួយនឹងរូបភាពដែលត្រូវឃើញស្ទើរតែរាល់ថ្ងៃតោះខ្ញុំសូមចាប់ផ្ដើមរឿងតែម្ដងរឿងរបស់ខ្ញុំត្រូវរំលឹកត្រឡប់ទៅកាលពី20ឆ្នាំមុនកាលនោះខ្ញុំចាំបានថាសង្សារខ្ញុំលួចមានថ្មីលួចទៅដេកជាមួយមិត្តសម្លាញ់របស់ខ្ញុំធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ទោះបីជាធ្លាប់លើកលែងទោសឲ្យហើយក៏នាងនៅតែធ្វើទៀតមកដល់ចំណុចនោះខ្ញុំក៏សម្រេចចិត្តបែកគ្នាដាច់ខាតហើយដើម្បីកាត់ចិត្តឲ្យបានខ្ញុំប្រាប់ខ្លួនឯងថាខ្ញុំនឹងផ្លាស់ខេត្តទៅរស់នៅឲ្យឆ្ងាយពីទីនេះភ្លាមដែលខ្ញុំសម្រេចចិត្តខ្ញុំក៏រកការងារថ្មីរហូតបានការងារនៅតំបន់មួយក្នុងមណ្ឌលមួយត្រូវប្រាប់ថាខ្ញុំមិនសូវមានចំណេះដឹងអ្វីច្រើនទេរៀនចប់ត្រឹមថ្នាក់ទី9ម3ធ្វើការស៊ីឈ្នួលប្រើកម្លាំងតាំងពីក្មេងការងារដែលរកបានក៏ជាការងារប្រើកម្លាំងបើកប្រាក់ខែមិនសូវបានច្រើនប៉ុន្មានទេដោយសារបែបហ្នឹងពេលផ្លាស់មកពីផ្ទះមានតែខ្នើយមួយដូចគេថាខ្ញុំក៏ត្រូវមកជួលបន្ទប់តូចស្នាក់នៅគ្រាន់តែលំមជ្រកក្បាលដេកការពារកម្ដៅថ្ងៃការពារភ្លៀងបានគឺគ្រប់គ្រាន់ហើយបន្ទប់ដែលខ្ញុំនៅនោះតម្លៃមួយខែមិនដល់$20ផងគឺវាថោកខ្លាំងណាស់ប៉ុន្តែគ្រប់យ៉ាងគឺតាមសភាពគឺវាចាស់ខ្លាំងជញ្ជាំងមានតែស្នាមលឿងជាងធ្មេញខ្ញុំទៅទៀតបន្ទប់ទឹកក៏កកក់រហូតដល់ថ្នាក់ពេលដើរត្រូវផ្អៀងជើងដើរប៉ុន្តែអ្វីដែលពិបាកបំផុតនោះគឺបន្ទប់ដែលខ្ញុំនៅជាប់នឹងផ្លូវរថភ្លើងធ្វើឲ្យនៅពេលយប់ខ្ញុំឮសំឡេងរថភ្លើងរត់កាត់ក្បែរបន្ទប់ស្ទើររាល់ថ្ងៃធ្វើឲ្យនាទីដំបូងខ្ញុំដេកមិនលក់ទាល់តែសោះភ្ញាក់ព្រឺតរាល់ពេលរថភ្លើងរត់កាត់ខ្ញុំភ្លេចគិតមែនតែនថារថភ្លើងសំឡេងខ្លាំងហើយរស់នៅពិបាកដល់ថ្នាក់នេះប៉ុន្តែខ្ញុំក៏ទ្រាំព្រមមិនចង់ផ្លាស់ទៅកន្លែងផ្សេងដែលត្រូវបង់ថ្លៃខ្ពស់និងខាតពេលទៀតនៅពេលទ្រាំទៅខ្ញុំក៏ចាប់ផ្ដើមស៊ាំរាងកាយក៏ប្រសើរឡើងដេកលក់ជាធម្មតារហូតពេលវេលាកន្លងទៅជីវិតខ្ញុំចាប់ផ្ដើមចកសម្រុងនិងមានក្តីសុខកាន់តែខ្លាំងរហូតមានថ្ងៃមួយជាថ្ងៃដែលខ្ញុំចេញពីធ្វើការមកវិញហើយបោសសម្អាតបន្ទប់ពេលល្ងាចរហូតដល់ម៉ោងប្រហែល8យប់ខ្ញុំក៏ដើរចេញទៅចោលសម្រាមនៅត្រីម្ខាងនៃផ្លូវរថភ្លើងអ្នកស្ដាប់ទាំងឡាយបាទខណៈពេលដែលខ្ញុំដើរត្រឡប់មកវិញពេលងាកមុខមកខាងអគារស្នាក់នៅខ្ញុំដល់ថ្នាក់ទ្រើញីធ្នែកនៅពេលឃើញអ្វីមួយយ៉ាងដែលស្អាតប្លែកធ្វើឲ្យខ្ញុំចង់មើលបន្តអ្វីដែលខ្ញុំឃើញគឺនៅពេលដើរមកវិញខ្ញុំឃើញថានៅលើដំបូលរោងឡានក្បែរផ្ទះដែលជាផ្ទះអ្នកមានខ្នាតធំពុនអគារស្នាក់នៅដែរមានជើងមនុស្សម្នាក់លក្ខណៈជាជើងមនុស្សស្រីដែលរាងស្រលូននិងសខ្លាំងណាស់អង្គុយទម្លាក់ជើងនៅមុខរៀនហាលក្រវីជើងតិចទៅមកឃើញបែបហ្នឹងដោយសារមានដើមឈើនៅពីមុខបាំងដងខ្លួននាងខ្លះខ្ញុំក៏សន្សឹមដើរទៅដោយបំរុងថានឹងងើយមើលមុខនាងថាតើស្អាតកម្រិតណាខ្ញុំដើរទៅបេះដូងក៏លោតដុបដាក់មិនដឹងជាភ័យអររឿងអីទេតែវាជាអារម្មណ៍ដែលប្រាប់មិនត្រូវលក់ដាវទៅដល់ផុតដើមឈើធំឆ្ងាយល្មមនឹងឃើញដងខ្លួនខ្ញុំក៏សម្រេចចិត្តងើយមើលទៅលើអ្នកស្ដាប់បាទត្រឹមតែប៉ុណ្្នឹងឯងខ្ញុំទាំងព្រឺរោមទាំងភ័យខ្លាំងរហូតចង់ឈួតនៅពេលឃើញថាជើងម្នាក់នោះគឺមានតែជើងឡើងទៅដល់ត្រឹមត្រគាកប៉ុន្តែគ្មានដងខ្លួនទេខ្ញុំឃើញច្បាស់ពេញភ្នែកតែម្ដងក៏ប្រញាប់អោនមុខចុះភ្លាមលក់តាំងស្មារតីបានខ្ញុំគិតថាខ្លួនឯងប្រហែលជាភ្នែកច្រឡំក៏យកដៃញីភ្នែកជាច្រើនដងហើយដោយសារចង់ដឹងថាខ្លួនឯងឃើញមែនឬអត់ខ្ញុំក៏សន្សឹមងើយមុខមើលទៅខាងលើម្ដងទៀតវិនាទីនោះឯងពេលខ្ញុំងើយមើលទៅខ្ញុំឃើញថាជើងម្នាក់នោះបាត់ទៅហើយដល់ពេលព្រិចភ្នែកម្ដងទៀតខ្ញុំឃើញដូចជាកងជើងឡើងទៅលើដំបូលខ្ពស់បំផុតមុននឹងមានសម្លេងដើរដូចជាដើរជាន់ក្បឿងដំបូលរួចក៏ដើរបាត់ទៅខ្ញុំគិតក្នុងចិត្តថាដើរទៅណាវិញចេះអញប្រកាសជាភ្នែកច្រឡំហើយមិនមានពិតទេបន្ទាប់ពីថ្ងៃនោះខ្ញុំព្យាយាមបំភ្លេចរឿងនោះហើយក៏មិនបានជួបអ្វីទៀតដែរគឺអាចនិយាយបានថា
ខ្ញុំព្យាយាមគ្រប់គ្រងហានិភ័យដោយមិនចេញពីបន្ទប់ពេលយប់ឬថ្ងៃណាត្រឡប់មកយប់ខ្ញុំនឹងដើរអនមុខគឺបើមិនដើរមកកាត់មុខខ្ញុំប្រហែលជាមើលមិនឃើញគាត់ទេរហូតដល់មានថ្ងៃមួយកាលនោះខ្ញុំធ្វើការថែមម៉ោងពេលល្ងាចត្រឡប់មកដល់បន្ទប់ម៉ោងប្រហែល11យប់ហើយថ្ងៃនោះហួសកំណត់បង់ថ្លៃបន្ទប់2ថ្ងៃហើយខ្ញុំត្រឡប់មកយប់រាល់ថ្ងៃទើបមិនទាន់បានចូលទៅបង់គឺគិតថាចាំស្អែកបើត្រឡប់មកលឿនចាំយកលុយទៅបង់ឲ្យម្ចាស់ផ្ទះប៉ុន្តែអ្វីដែលកើតឡើងគឺខណៈពេលដែលខ្ញុំកំពុងដេកខ្ញុំក៏ឮសំឡេងដាវមួយសន្សឹមដាវចូលមកគៀកទៅធ្វើឲ្យខ្ញុំគិតថាម្ចាស់ផ្ទះប្រហែលជាឡើងមកទាលុយដោយចិត្តបរិសុទ្ធមិនបានគិតចង់ចម្ពាក់ខ្ញុំក៏ប្រញាប់ក្រោកឡើងចាប់យកលុយសុទ្ធបំរុងនឹងបើកទ្វារយកទៅឲ្យគាត់ប៉ុន្តែតាបងប្អូនដឹងទេថាមានអ្វីកើតឡើងភ្លាមដែលខ្ញុំបើកទ្វារបន្ទប់ហើយមើលទៅតាមផ្លូវដែលគាត់ដើរមកស្រាប់តែខ្ញុំឃើញអ្វីមួយយ៉ាងមានលក្ខណៈដូចជាមនុស្សប៉ុន្តែមានជើងត្រឹមតែត្រកៀកផ្នែកដងខ្លួនគឺគ្មានទេគឺឃើញដូចដើមទៀតហើយរបស់នោះកំពុងតែសន្សឹមដើរចូលមកខ្ញុំទាញទ្វារបិទភ្លាមលឺសួររងើទាំងអាគារភ័យខ្លាំងរហូតចាំងសន្លប់ហើយអ្វីដែលខ្ញុំចាំបានគឺចាប់ពីត្រឹមត្រកៀកចោះមកមានឈាមហូរពេញទៅអស់មានកំទេចសាច់រយាយដូចជាក្រណាត់ជូតជើងតាមធម្មតាបើមានម្នាក់ឃើញខ្មោចតែងតែបាត់ទៅវិញប៉ុន្តែទ្រឹស្ដីនេះប្រើមិនកាចជាមួយជើងមួយគូនោះទេគេមិនបាត់ទៅណាទេគេសន្សឹមដើរមកជារឿយជួនកាលលើកជើងជួនកាលអូសជើងចូលមកខ្ញុំបានត្រឹមតែបន់ស្រន់ឲ្យគេបាត់ទៅមុននឹងមកដល់បន្ទប់ខ្ញុំប៉ុន្តែយ៉ាងណាក៏ដោយទិញឆ្នោតមិនដែលត្រូវធ្វើអ្វីមិនដែលសំណាងប៉ុន្តែថ្ងៃនេះខ្ញុំសំណាងជាងត្រូវរង្វាន់ធំ2លើកទៅទៀតគឺរបស់នោះមកឈប់នៅមុខបន្ទប់ខ្ញុំតែម្ដងមិនដឹងជាឈប់ធ្វើអីខ្ញុំគ្មានអ្វីឲ្យលួចហើយក៏មិនស្គាល់គេដែរខ្ញុំក៏រត់ទៅពួនក្នុងបន្ទប់ទឹកក្នុងពេលនោះឯងខ្ញុំបានឮសំឡេងគោះទ្វារឮសូរប៉ាំងគឺគោះទ្វារជាច្រើនដងប៉ុន្តែតាមសំឡេងដែលឮខ្ញុំគិតថាគេប្រហែលជាយកជើងធាក់ព្រោះគេគ្មានដៃចុងក្រោយយប់នោះខ្ញុំដេកក្នុងបន្ទប់ទឹករហូតដល់ភឺលុះដល់ព្រឹកឡើងខ្ញុំចង់ផ្លាស់បន្ទប់ប៉ុន្តែគេថាចាំឲ្យប្រាក់ខែនេះចេញសិនចាំគិតទៀតខ្ញុំនឹងទ្រាំបន្តិចទៀតចុះប៉ុន្តែពេលវេលាកន្លងទៅខ្ញុំកាន់តែឃើញញឹកញាប់ទៅជួនកាលបិទទូរទស្សន៍ពេលអេក្រង់ខ្មៅខ្ញុំតែងតែឃើញស្រមោលឆ្លុះស៊ីជើងផាំងនៅពីក្រោយឬពេលខ្លះអង្គុយហូបបាយពេលអង្គុយនឹងឥដ្ឋខ្ញុំនឹងឃើញដូចជាមានជើងមនុស្សដើរកាត់មុខទ្វារគឺឃើញតាមប្រឡោះខាងក្រោមរវាងទ្វារនិងឥដ្ឋប៉ុន្តែពេលដើរកាត់មុខបង្អោញឮតែសំឡេងតែគ្មានរូបរាងមនុស្សរហូតមកដល់ថ្ងៃមួយដែលជាយប់ដែលខ្ញុំទ្រាំមិនបានទៀតហើយធ្វើឲ្យសម្រេចចិត្តផ្លាស់ចេញភ្លាមគឺថ្ងៃនោះខណៈកំពុងដេកលើពូកខ្ញុំមានអារម្មណ៍ថាពេលប្រែខ្លួនទៅខ្ញុំទៅប៉ះនឹងអ្វីម្យ៉ាងប៉ុន្តែខ្ញុំនៅតែចិត្តសឿងចង់ដឹងថាជើងទៅប៉ះនឹងអ្វីហើយអ្វីដែលកើតឡើងគឺភ្លាមដែលខ្ញុំបើកធួយខ្ញុំបានឃើញអ្វីដែលគួរឲ្យខ្លាចបំផុតក្នុងជីវិតអ្វីដែលខ្ញុំឃើញគឺពេលកំពុងដេកខ្ញុំដណ្ដឹបភួយដល់ត្រឹមទ្រូងហើយពេលប្រែខ្លួនទៅជើងខ្ញុំទៅប៉ះនឹងអ្វីម្យ៉ាងខ្ញុំក៏បើកភួយហើយមើលពីមុំលើចុះទៅក្រោមធ្វើឲ្យខ្ញុំឃើញថាជើងមួយគូនោះមកដេកជាមួយខ្ញុំប៉ុន្តែគេគ្មានខ្លួនហើយក៏មានតែជើងដូចដើមហើយដោយសារខ្ញុំមើលពីមុំខ្ពស់ចុះទៅក្រោមអ្នកស្ដាប់សាកគិតរូបភាពតាមមើលចោះគឺពីមុំនោះធ្វើឲ្យខ្ញុំឃើញកន្លែងដែលខ្លួនគេដាច់ឃើញតែគ្រឿងក្នុងទាំងពោះវៀនទាំងអីហូរចេញមកខ្លួនគេដាច់ស្ទើរលន្សល់បំណែកល្អហើយគ្រឿងក្នុងរបស់គេប្រឡាក់ពេញពូខៀមទាំងអស់យប់នោះខ្ញុំរត់តែម្ដងខ្ញុំមិនយកអ្វីទាំងអស់រត់ទៅដេកនៅចំណុចឡានក្រុងរហូតដល់ភ្លឺព្រឹកឡើងខ្ញុំដើរត្រឡប់មកបន្ទប់ប្រមូលរបស់របរចេញភ្លាមប៉ុន្តែមុននឹងចេញខ្ញុំសុំមើលជាលើកចុងក្រោយថាតើពូកនោះប្រឡាក់ដែរឬអត់ហើយខ្ញុំក៏ឃើញថាពូកមានស្នាមជោកទឹកប៉ុន្តែមិនដល់ថ្នាក់ជាទឹកឈាមទេតែវានៅតែធ្វើឲ្យព្រឺរោមដដែលថ្ងៃនោះខ្ញុំចេញពីបន្ទប់ជួលនោះភ្លាមលុយពាក់កណ្ដាលខែដែលនៅសល់ក៏មិនយកហើយផ្លាស់ទៅនៅកន្លែងផ្សេងគឺសុកចិត្តបង់ថ្លៃជាងមុនបន្តិចហើយបានបន្ទប់ដែលល្អជាងមុន
ពេលវេលាកន្លងផុតទៅបន្ទាប់ពីផ្លាស់បន្ទប់ចេញជីវិតខ្ញុំត្រឡប់មកជាធម្មតាវិញប៉ុន្តែអ្នកស្ដាប់បាតភាពធម្មតាទាំងនោះនៅជាមួយខ្ញុំមិនបានយូរទេយប់មួយខ្ញុំយល់សប្បាត់ឃើញថាមានជើងមួយគូដដែលដើរចូលមកក្នុងបន្ទប់ខ្ញុំក្នុងយល់សប្បាត់ពេលនោះខ្ញុំចាំបានថាខ្ញុំលើកដៃសំពាក់អង្ហរគេថាកុំមកលងបន្លាតខ្ញុំអីចង់បានអ្វីឲ្យប្រាប់ត្រង់មកបន្ទាប់ពីនោះដូចជាខ្ញុំដឹងដោយខ្លួនឯងថានាងសុំឲ្យខ្ញុំដើរតាមទៅខ្ញុំដើរតាមទៅរហូតដល់ទីកន្លែងប្លែកពេលខ្ញុំងើយមុខឡើងខ្ញុំឃើញជាផ្លូវរថភ្លើងមើលទៅហាក់ដូចជាថ្មីប៉ុន្តែស្ថិតនៅឆ្ងាយដាច់ស្រយាលជុំវិញមិនទាន់មានសំណង់អ្វីច្រើនទេមានតែដីទំនេរនិងមានស្មៅដុះពេញដើរទៅបន្តិចទៀតនាងក៏នាំខ្ញុំទៅឈប់នៅកន្លែងមួយកន្លែងនោះខ្ញុំឃើញមានស្នាមឈាមខ្មៅលក្ខណៈជាឈាមចាស់ហើយនៅត្រង់នោះខ្ញុំមិនចង់ជឿទាល់តែសោះថាខ្ញុំនឹងឃើញកំទេចសត្វជាបំណែកនៃសត្វមានជីវិតត្រូវបានកិនម៉ត់ខ្ទេចខ្ទីនៅតាមផ្លូវរថភ្លើងខ្ញុំនៅទីនេះជួយមករកខ្ញុំផងអ្វីដែលកើតឡើងគឺក្នុងចង្វាក់នោះនាងមកខ្សឹបក្បែរត្រចៀកខ្ញុំធ្វើឲ្យខ្ញុំព្រឺរោមពេញខ្លួនបន្ទាប់មកខ្ញុំក៏ភ្ញាក់ព្រឺតឡើងញើសហូរជោកមុខខ្ញុំព្យាយាមអង្គុយគិតឡើងវិញនៅអ្វីដែលនាងទៅតែនាំទៅឃើញរហូតគិតឃើញថាទីកន្លែងនោះខ្ញុំហាក់ដូចជាធ្លាប់ស្គាល់ប្រហែលជាផ្លូវរថភ្លើងម្ដុំរាំងស៊ីតប៉ុន្តែទោះជាយ៉ាងណាខ្ញុំនៅតែមិនចាប់អារម្មណ៍មិនចង់គិតអ្វីច្រើនទ្រាំរស់នៅទៅព្រោះមិនចង់ពាក់ព័ន្ធនឹងគេទៀតម្យ៉ាងទៀតខ្លួនខ្ញុំផ្ទាល់ក៏ផ្លាក់មកឆ្ងាយណាស់ដែរតែមកដល់ពេលក្រោយគេចាប់ផ្ដើមមកចូលសបាត់ញឹកញាប់បំផុតស្ទើររាល់យប់ដែលខ្ញុំបិទភ្នែកពេលខ្លះមិនទាន់ដេកលក់ស្រួលផងរហូតខ្ញុំចាប់ផ្ដើមទ្រាំមិនបាននិយាយក្នុងចិត្តរាល់ពេលដែលឃើញថាកុំមកពាក់ព័ន្ធនឹងខ្ញុំអីខ្ញុំមិនដឹងរឿងអីជាមួយទេរហូតមានថ្ងៃមួយយប់នោះមុននឹងដេកខ្ញុំនិយាយចេញមកតែម្ដងថាបើថ្ងៃនេះឯងមកចងកម្មជាមួយយើងទៀតយើងនឹងដាក់ទំនាយមិនឲ្យទៅកើតជាថ្មីឡើយប៉ុន្តែអ្នកស្ដាប់បាទមិនទាន់តែបានបិទភ្នែកផងក្នុងពេលនោះឯងស្រាប់តែខ្លួនប្រាណខ្ញុំចាប់ផ្ដើមស្ពឹកចាប់ផ្ដើមរើខ្លួនមិនរួចបានត្រឹមតែដេកស្ងៀមបន្ទាប់មកខ្ញុំឮសំឡេងមនុស្សដើរមកដូចជាធ្លុះទ្វារចូលមកក្នុងបន្ទប់ហើយច្បាស់ណាស់ខ្ញុំឃើញជើងមួយគូនោះដើរចូលមកទៀតហើយប៉ុន្តែលើកនេះបន្ទាប់ពីដើរមកដល់ក្បាលដំណេកខ្ញុំមិនចង់ជឿទាល់តែសោះថាគេមិនបានមកម្នាក់ឯងទេប៉ុន្តែគេមកជាមួយមនុស្សម្នាក់ទៀតហើយតើដឹងទេថាអ្នកណាមនុស្សដែលមកជាមួយម្នាក់នោះខ្ញុំឃើញជាមនុស្សប្រុសដែលមានជើងនិងដៃដាច់អស់មួយខាងគឺដូចជាដងខ្លួនបាត់អស់មួយចំហៀងវាជារូបភាពដែលរន្ធត់ខ្លាំងណាស់ហើយដោយសារតែបែបនោះការដើរចូលមករបស់គេដើរមិនបានទេគឺប្រើការលោតជើងម្ខាងសន្សឹមចូលមករកខ្ញុំមកពាក់ព័ន្ធនឹងអញធ្វើអីខ្ញុំភ័យតក់ស្លុតបំផុតស្ទើរតែសន្លប់ហើយក្នុងចង្វាក់នោះខ្ញុំឃើញថាមនុស្សប្រុសដែលមានជើងម្ខាងនោះគេកាន់រណាមកជាមួយផងហើយអ្វីដែលគេធ្វើគឺគេអាជើងរបស់ខ្ញុំធ្វើឲ្យខ្ញុំឈឺខ្លាំងណាស់ឈឺរហូតដល់ថ្នាក់ចង់ដាច់ខ្យល់វាជាអារម្មណ៍ឈឺពិតទាំងសំឡេងរណាអាទាំងឆ្អឹងទាំងស្រសៃពួរដែលត្រូវកាត់វាធ្វើឲ្យខ្ញុំទារុណកម្មរហូតស្រែកច្រៀងចេញមកសំឡេងខ្លាំងដោយសារខ្ញុំស្រែកបែបនោះទើបធ្វើឲ្យអ្នកដទៃដែលនៅបន្ទប់ក្បែរនោះគេភ្ញាក់ផ្អើលរត់មកមើលគ្រប់គ្នាមុននឹងម្ចាស់អគារស្នាក់នៅគេយកកូនសោមកចាក់បើកទ្វារលុះពេលគេចូលមកដល់ក៏លេចចេញរូបភាពថាខ្ញុំកំពុងតែយកកូនកំបិតបត់តូចមួយអាជើងខឿងឯងប៉ុន្តែសំណាងល្អដែលកូនកំបិតនោះវាមិនសូវមុតទើបវាមិនសូវមុតចូលជ្រៅប៉ុន្តែក៏ជាដំបៅជ្រៅល្មមដែរយប់នោះខ្ញុំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរួមទាំងត្រូវបានសួរថាតើខ្ញុំសេពគ្រឿងញៀនអ្វីមកប៉ុន្តែខ្ញុំប្រាប់តែម្ដងថាខ្ញុំមិនបានសេពហើយស្រាក៏មិនផឹកដែរប៉ុន្តែខ្ញុំត្រូវខ្មោចលងហើយខ្ញុំក៏យល់ព្រមឲ្យគេពិនិត្យឈាមទាំងអស់បន្ទាប់ពីហេតុការណ៍នោះ
ជើងខ្ញុំនៅដដែលទេគឺជើងស្ដាំឆ្អឹងស្មងជើងត្រូវអាចេញបន្តិចបន្តួចចំណែកជើងឆ្វេងខ្ញុំបែរជាទៅអាដើមថ្នងជើងទើបធ្វើឲ្យឈាមហូរច្រើនជីដំបៅជ្រៃសំគួរខ្ញុំឈឺខ្លាំងណាស់ត្រូវដេមុខរបួសជាច្រើនធ្នេត្រូវផឹកថ្នាំបំបត្តិការឈឺចាប់រាល់ថ្ងៃប៉ុន្តែសំណាងល្អមិនដល់ស្រស័យឈាមធំបន្ទាប់ពីចេញពីមន្ទីរពេទ្យខ្ញុំក៏ជិះឡានត្រឡប់ទៅផ្ទះឪពុកម្ដាយក៏ភ័យខ្លាំងណាស់នាំខ្ញុំទៅរកព្រះសង្ឃលោកឲ្យធ្វើបុណ្យប្រគេនសង្ឃទានប៉ុន្តែក៏នៅតែមិនទាន់ជាបន្ទាប់ពីនោះខ្ញុំនៅតែយល់សប្តិជារឿយហើយក្នុងច្រើនលើកច្រើនសារខ្ញុំនឹងកាន់របស់មានមុខឡើងមកប៉ុន្តែសំណាងល្អដែលភ្ញាក់ទាន់រហូតដល់មីងខ្ញុំប្រាប់ថាទុកបែបនេះមិនបានទេសាកនាំទៅរកគ្រូធម៌មើលទៅយ៉ាងហោចណាស់ឲ្យគាត់ជួយមើលឲ្យខ្ញុំក៏ធ្វើតាមនឹងទៅរកតាមដែលមីងប្រាប់ខ្ញុំមិនដឹងដែរថាគ្រូធម៌គឺជាអ្វីប៉ុន្តែពេលទៅដល់អាស្រមលក្ខណៈគាត់ដូចជារូបមន្តបារមីស្លៀកឈុតសដណ្ដប់សបរិយាកាសមើលទៅស្រឡាក់គ្នឹងចិត្តរហូតដល់វេនខ្ញុំគាត់ក៏ឲ្យពូដឹងម្នាក់មកហៅខ្ញុំចូលទៅខាងក្នុងពេលខ្ញុំចូលទៅខ្ញុំក៏រៀបរាប់រឿងរ៉ាវឲ្យស្ដាប់គ្រូធម៌គាត់ប្រាប់ថារាសីឬក៏ដួងតារារបស់ខ្ញុំចងជាប់នឹងគ្នាខ្ញុំឆ្ងល់ខ្លាំងណាស់ថាទៅធ្វើអ្វីអ្នកណាពេលណាខ្ញុំមិនដែលធ្វើបាបអ្នកណាឡើយប៉ុន្តែខាងគ្រូធម៌ប្រាប់ថារាសីដែលចងជាប់គ្នានោះមិនមែនដួងក្នុងជាតិនឹងទេប៉ុន្តែជាដួងក្នុងជាតិមុនដែលធ្លាប់ធ្វើចំទោះគ្នាទើបសាកទៅមើលគាត់នាំឯងទៅទីណាផ្លូវរថភ្លើងមែនទេត្រង់នោះហើយគឺជាចម្លើយដែលឯងត្រូវដឹងពីអ្វីដែលបានឮថ្ងៃនោះចាស់ទុំក៏ប្រាប់ឲ្យទៅពេលដែលទៅខ្ញុំទៅជាមួយឪពុកនិងមិត្តភក្តិម្នាក់ទៀតពេលទៅដល់ខ្ញុំព្យាយាមគិតថាជាចំណុចណាផ្នែកណាខ្ញុំទៅដល់ផ្លូវរថភ្លើងចំណុចមួយជាខ្សែម្ដុំវាលរង្សិតដែលជាចំណុចដែលខ្ញុំចាំបានថាគេធ្លាប់នាំខ្ញុំមកពេលទៅដល់ការនោះជាពេលថ្ងៃត្រង់ចែប្រហែលម៉ោង 2 រសៀលគឺកម្ដៅថ្ងៃខ្លាំងណាស់ហើយពេលទៅអង្គុយចុះត្រង់នោះវាដូចជាមានរូបភាពប្លែកៗចូលមកខ្លាំងក្បាលឯងហើយជារូបភាពដែលដូចពិតខ្លាំងណាស់ខ្ញុំបានឃើញថាមានមនុស្សស្រីម្នាក់ត្រូវបានរត់ភ្លើងកិនដាច់ជើងដោយដាច់អស់ទាំងសងខាងហើយផ្នែកដងខ្លួនគឺខ្ទេចខ្ទីអស់សល់តែជើងដែលខ្ទាតចេញមកពេលនោះខ្ញុំហូរទឹកភ្នែកតែម្ដងហើយក៏ដឹងភ្លាមថាជាតិមុនខ្ញុំគឺជាអ្នកបើករថភ្លើងហើយបើកទៅកិនគាត់បន្ទាប់ពីនោះពេលខ្ញុំត្រឡប់មកផ្ទះខ្ញុំក៏ចូលទៅរកគ្រូធម៌វិញថ្ងៃនោះខ្ញុំឡើងទៅលើអាស្រមហើយពេលចូលទៅដល់ខ្ញុំក៏ទៅរៀបរាប់ប្រាប់គាត់ថាបានឃើញរូបភាពអ្វីមកខ្លះនឹងត្រូវដោះស្រាយយ៉ាងណាប៉ុន្តែអ្នកស្ដាប់បាទក្នុងពេលនោះឯងបន្ទាប់ពីខ្ញុំរៀបរាប់ចប់ស្រាប់តែគ្រូធម៌បាននិយាយពាក្យខ្លះធ្វើឲ្យខ្ញុំព្រឺរោមហើយក៏ស្ទើរតែមិនចង់ជឿឯងមិនមែនជាអ្នកបើករថភ្លើងទេប៉ុន្តែឯងគឺជាអ្នកបើកឡានកាមេញ៉ុងមែនហើយបានអ្វីដែលគ្រូធម៌ប្រាប់គឺខ្ញុំមិនមែនអ្នកបើករថភ្លើងទេប៉ុន្តែជាអ្នកបើកឡានកាមេញ៉ូហើយក្នុងរូបភាពដែលខ្ញុំឃើញកាលពីមុននោះគឺខ្ញុំបានឃើញថាដែលមនុស្សស្រីម្នាក់នោះត្រូវបានរថភ្លើងកិនគឺដោយសារគាត់ជិះម៉ូតូមកហើយពេលមកដល់ផ្លូវរថភ្លើងមនុស្សស្រីម្នាក់នោះគាត់ក៏ឈប់ជាធម្មតាប៉ុន្តែស្រាប់តែមានឡានកាមេញ៉ូចាស់មួយគ្រឿងបើកមកបុកគួតឡានគាត់រហូតធ្វើឲ្យខ្លួនមនុស្សស្រីម្នាក់នោះខ្ទាតចូលទៅក្បែររថភ្លើងហើយមនុស្សម្នាក់នោះអ្នកដែលបើកឡានកាមេញ៉ូបុកគូតម៉ូតូមនុស្សស្រីម្នាក់នោះក៏គឺរូបខ្ញុំនឹងឯងគឺកាលពីជាតិមុនខ្ញុំគឺជាមូលហេតុបាទដែលធ្វើឲ្យគាត់បាត់បង់ជីវិតខ្ញុំមិនបានបើករថភ្លើងទេប៉ុន្តែខ្ញុំទៅវិញទេដែលធ្វើឲ្យគាត់ត្រូវបានរថភ្លើងបុកហើយពេលគ្រូធម៌និយាយបែបនោះវាដូចជាខ្ញុំបាត់ហឹងត្រចៀកគឺវាវីនហើយក្បាលខ្ញុំស្រឡះតែម្ដងដូចជាសតិត្រឡប់មកវិញហើយនោះមានន័យថាខ្ញុំគឺជាម្ចាស់កម្មវិធីដែលផ្ទាល់តែម្ដងខ្ញុំជាអ្នកធ្វើឲ្យគាត់ស្លាប់ព្រោះបើជាអ្នកបើករថភ្លើងខ្ញុំមិនខកខ្លាំងដល់ថ្នាក់នឹងទេព្រោះវាមិនអាចជាបានបន្ទាប់ពីនោះមកខ្ញុំភ្ញាក់មកដាក់បាតរាល់ថ្ងៃរួមទាំងគាត់ក៏សន្សឹមបាត់ទៅខ្ញុំមិនសូវយល់សប្តិទៀតទេរហូតពេលវេលាកន្លងទៅមួយខែខ្ញុំបានយល់សប្តិថា
ខ្ញុំឃើញជើងដើរវងនៅក្នុងបន្ទប់ប៉ុន្តែជាបន្ទប់ជួលដំបងដែលខ្ញុំធ្លាប់ទៅជួលនៅក្នុងយល់សបាត់ខ្ញុំលើកដៃសំពះសុំទោសគាត់ហើយមិនដឹងយ៉ាងម៉េចខ្ញុំនិយាយចេញថាសុំមើលមុខបន្តិចមកនឹងបាងធ្វើបុណ្យឲ្យចំមនុស្សក្នុងយល់សបាត់ពេលនោះពេលខ្ញុំនិយាយចេញទៅភ្លាមគាត់ក៏ងាកទៅរករូបថតមួយគឺនៅក្នុងបន្ទប់នោះវាមាន sticker តូចៗបិទនៅហើយពេលខ្ញុំមើលទៅខ្ញុំក៏ចាំបានភ្លាមថាជារបស់អ្នកជួលចាស់បិទនៅមុខទូហើយខ្ញុំឃើញវារាល់ថ្ងៃប៉ុន្តែមិនដែលបកចេញហើយមនុស្សម្នាក់នោះប្រហែលជាគាត់នឹងឯងយប់នោះមានន័យថាកាលពីយូរណាស់មកហើយមិនដឹងជាឆ្នាំណាទេគាត់ប្រហែលជាធ្លាប់រស់នៅបន្ទប់នេះដូចគ្នាហើយប្រហែលជាដោយសារខ្ញុំចៃដន្យចូលទៅក្នុងបន្ទប់នោះផងជាមួយរាសីពាក់ព័ន្ធគ្នាទៀតគាត់ក៏តាមមកហើយតើដឹងទេក្នុងរូបថតនោះមនុស្សស្រីម្នាក់នោះគាត់កំពុងបីកូនស្រីម្នាក់ទៀតផងរហូតមកអង្គុយគិតដេកគិតថាតើជាទៅរួចទេថាក្នុងហេតុការណ៍នោះខ្ញុំបានធ្វើឲ្យកូនស្រីរបស់គាត់បាត់បង់ជីវិតទៅម្នាក់ទៀតប៉ុន្តែក៏ត្រីប្រាប់ថាក្នុងរូបភាពនិមិត្តដែលខ្ញុំឃើញខ្ញុំមិនឃើញកូនរបស់គាត់ទេរហូតពេលវេលាកំឡងផុតទៅខ្ញុំមិនដឹងត្រីធ្វើបែបណានឹងយកអ្វីគាត់ក៏មិនប្រាប់បានតែវល់បែបនោះលេចមកឲ្យឃើញខ្លះរួមទាំងមិនដឹងទាល់តែសក់ថាហេតុអ្វីបានជាខ្ញុំបានមកកើតដោយមិនឃ្លាកនរកធ្វើឲ្យខ្លួនខ្ញុំបានត្រឹមតែធ្វើបុណ្យឲ្យរហូតសូមឲ្យគាត់ទៅកើតជាថ្មីចុះប៉ុន្តែរហូតដល់សប្តាហ៍ថ្ងៃនេះខ្ញុំនិយាយត្រង់តែម្ដងថានៅឃើញគាត់ខ្លះដែរជួនកាលមកដើរមកអង្គុយនៅចុងគ្រែប៉ុន្តែគាត់មិនសាហាវមិនមកឡងឲ្យខ្ញុំភ័យខ្លាចមិនធ្វើដូចដើមទៀតទេដូចជាគាត់ខឹងតិចជាងមុនចំណែកក្នុងយប់នោះដែលខ្ញុំបំរុងនឹងកាត់ជើងខ្លួនឯងប៉ុន្តែឃើញជារូបភាពថាគាត់នាំមនុស្សប្រុសម្នាក់ដែលមានដៃជើងម្ខាងមកជើងខ្ញុំគឺខ្ញុំគិតដោយខ្លួនឯងថាគាត់ប្រហែលជានាំមនុស្សម្នាក់នោះមកពីកន្លែងជាមួយគ្នាជាវិញ្ញាណវល់ដូចគ្នាប្រហែលជាស្លាប់ដោយសារមូលហេតុដូចគ្នាជាប់នៅត្រង់នោះដូចគ្នាគាត់ក៏នាំមកឲ្យមកជួយគាត់តែប៉ុណ្ណោះ